ចាសូមអធិប្បាយបន្តទូគូទី92ដែលជីទូគូពិសេស81អំបញ្ញមិញឃើញមកតឯងចាឃើញមកតឯងទេគូ81អំបញ្ញមិញដែលនេះខ្ញុំបានជម្រាបជូនហើយគឺមកតែទូកសៀសែនជ័យបារមីតេជះរបស់លោកអង្គញ៉ាងសៀរីឯទូគូទី92ចាប្រាសាទចេស្តាមហាបវរធិបតីក្រសួងផែនការរបស់ឯកឧត្តមប៊ិនតជ័យចាក្រសួងផែនការឯកឧត្តមប៊ិនតជ័យខ្សែទឹកខាងក្រៅទូកដែលមានឈ្មោះថាអធិរាជស្ដេចកនតេជោសែនជ័យរបស់លោកអង្គញាអឹងសៀននិងព្រះគ្រូចៅអធិការវត្តបាទឃើញថាដាច់ទេខ្សែទឹកខាងក្រៅឥឡូវនេះតាមវិញហើយប្រាសាទចេស្តាមហាបវរធិបតីសែនជ័យរបស់ក្រសួងផែនការឧបត្ថម្ភដោយឯកឧត្តមប៊ិនតជ័យក្រសួងផែនការតែម្ដងចាឯកឧត្តមរដ្ឋមន្ត្រីលោកឧបត្ថម្ភខ្សែទឹកក្នុងហាក់ដូចជាចាញ់បងទីទួយតែយ៉ាងណាយ៉ាងណីអើយឡើងវិញអើយបាទខ្សែទឹកខាងក្នុងក៏កំពុងតែប្រឹងដែរឡើងវិញអើយបាទយ៉ាងម៉េចហើយបាទអាចទេខ្សែទឹកខាងក្នុងអាចឬយ៉ាងណាអីអូយអត់ហ៊ានជូនលទ្ធផលទេបងប្អូនអ្នកគាំទ្រជាទីគោរពរាប់អានអើយចាទូបងប្អូនជាទីគោរពរាប់អានទូកាន់តែល្អមើលហើយអ្វីដែលសំខាន់សូម្បីតែព្រះទនគរហ្នឹងក៏ស្វាគមន៍បន្ទាបខ្លួនរួចហើយដែរបាទចាដើម្បីញ៉ាំងបរិកាយាការនេះឲ្យកាន់តែរីករាយបងប្អូនកីឡាករចំណុចទូដែលកោតគាត់មកដល់ទីហ្នឹងក៏ស្រែកហូកញ្ជ្រៀវអបអរសាទរឥឡូវនេះមកដល់ទៀតហើយបងប្អូនទូប៉ុណ្ណឹងបាទបងប្អូនទូប៉ុណ្ណឹងបាទមកដល់ទៀតហើយចាមកដល់ទៀតហើយទូប៉ុណ្ណឹងគូពិសេសចាប់ទន្ទឹមនឹងកងពាន់ទី2នេះយើងខ្ញុំសូមពិនិត្យបន្តិចដើម្បីឲ្យមានភាពសក្រិតក្នុងការធ្វើអត្ថាធិប្បាយអធិរាជស្ដេចកនតេជោសែនជ័យរបស់លោកអង្គញាអឹងសៀបដូរមកនៅខ្សែទឹកខាងក្នុងដែលកាលពីជើងទី1ហ្នឹងចាញ់គេបន្តិចតួចចាចាញ់ទៅលើប្រាសាទចេស្តាមហាបវរធិបតីសែនជ័យចាបងឯកឧត្តមប៊ិនតជ័យបាទប៊ិនតជ័យលោកឧបត្ថម្ភឥឡូវទៅនៅខ្សែទឹកខាងក្រៅនៅតែលយនៅតែលឿនចានៅតែលយនៅតែលឿនឥឡូវនេះក៏នៅតែបន្តធ្វើបានល្អដែរសម្រាប់ជើងទី2បាទដាច់ហើយគណៈដែលអធិរាជស្ដេចកនតេជោសែនជ័យបាទកំពុងចាំបងអ្នកអង្គញាបាទលោកអង្គញាអឹងសៀចាចៅការវត្តបាទចាញ់អត់តាន់ទេចាតាមមិនតាន់ទេជាបន្តសូមអនុញ្ញាតទៅទូគូទី93នៅតែជាលេខរៀងសាទរណាព្រះគ្រូចៅអធិការវត្តនឹងលោកដាក់អេក្រង់ប៉ុណ្ណានេះដើម្បីឲ្យពុទ្ធបរិស័ទចំណុះជើងវត្តស្លាយយ៉ាងអីចឹងណាបាទនឹងចាដាក់មីក្រូដើម្បីស្ដាប់ទូករបស់ខ្លួនចា128បានមកហើយបងប្អូន128ទូគូពិសេសដៃជោសែនជ័យបារមីឃ្លាំងមឿងរបស់ឯកឧត្តមកៃរតនៈនិងឯកឧត្តមខូយរីដាចាខេត្តពោធិ៍សាត់បាទចាដៃជោសែនជ័យបារមីឃ្លាំងមឿងកំពុងដកពីអធិរាជស្ដេចកនដៃជោសែនជ័យរបស់លោកអង្គញាអឹងសៀនិងព្រះគ្រូចៅអធិការវត្តរកាហើយបាទដកបន្ថែមទៀតហើយបាទសម្រាប់ខ្សែទឹកខាងក្នុងបាទដៃជោសែនជ័យបារមីឃ្លាំងមឿងបាទកំពុងតែដកបន្ថែមដកលើគូបន្ថែមទៀតហើយអាចដាច់កថាបានដែរដៃជោសែនជ័យបារមីឃ្លាំងមឿងឯកឧត្តមកៃរតនៈប្រធានក្រុមការងាររដ្ឋាភិបាលជួយខេត្តពោធិ៍សាត់បាទរដ្ឋមន្ត្រីក្រសួងរ៉ែនិងធម្មពលចាបាទជាមួយនឹងឯកឧត្តមខូយរីដាអភិបាលខេត្តមួយតែបន្តិចទេបាទរូបភាពបានបង្ហាញជូននេះបាទដោយជាគូទី128បាទខ្សែទឹកខាងក្នុងអធិរាជស្ដេចកនតេជោសែនជ័យបាទខ្សែទឹកខាងក្រៅតេជោសែនជ័យបារមីឃ្លៀងមឿងចាឃើញថានៅប្រគៀបក្រិតបដំប្រសងគ្នានៅឡើយឆ្លងផុតកងពាន់ទី1ចាបានបន្តិចនេះនៅសល់ប្រមាណតែ800ម៉ែត្រអីទៀតទេបាទចាមិនដល់8ទេចាអាចទៅត្រឹមថា400-500ម៉ែត្រអីទៀតប៉ុណ្ណឹងទេបាទតែខ្សែទឹកខាងក្រៅកំពុងមានព្រៀបហើយបងប្អូនចាខ្សែចាកំពុងមានព្រៀបហើយមិនបន្តិចទេទ្រង់ច្រើនដែរដៃជោសែនជ័យបារមីឃ្លាំងមឿងរបស់ឯកឧត្តមកៃរតនៈនិងឯកឧត្តមខូយរីដាចាឈ្នះមួយជើងកាលពីជើងទី1ឥឡូវបដូរទៅនៅខ្សែទឹកខាងក្រៅនៅតែនាំមកដដែលទៅលើអធិរាជស្ដេចកនចាដេជោសែនជ័យរបស់លោកអង្គញាអឹងសៀនិងព្រះគ្រូចៅអធិការវត្តកាអាដាច់ហើយដេជោសែនជ័យបារមីឃ្លាំងមឿងរបស់ឯកឧត្តមកៃរតនៈ
ចារដ្ឋមន្ត្រីក្រសួងរាយនគរពលក្រមការងារចោះជួយខេត្តពោធិ៍សាត់បាទចាបាទអារម្មណ៍ខូចទីណាអាបាខេត្តពោធិ៍សាត់បាទឥឡូវយើងឃើញថាខ្សែទឹកខាងក្រៅដេជោសែនជ័យបារមីឃ្លៀងមើងអាចថាឈ្នះហើយបាទចាឈ្នះតែម្ដងបាទឈ្នះតែម្ដងតែម្ដងគឺដាច់ទៀតបាទអញ្ចឹងគឺ2ជើងឈ្នះទាំង2បាទសម្រាប់ដេជោសម្រាប់អង្គញាអឹងសៀនិងបច្ចាធិការវត្តបាទការអាកងមាបាទអ្នកកងមាសបាទការអាខ្សែទឹកខាងក្រៅសជ័យបារមីអង្គរមានយសរបស់សម្ដេចកលាហោមសខេងឧត្តមក្រមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រដែលទូកនេះមកពីវត្តអង្គរមានយសចាព្រែកផ្ទះចាពោរៀងព្រៃវែងសជ័យបារមីអង្គរមានយសនេះគឺជាទូកល្បីល្បាញណាស់បាទល្បីល្បាញមកពីវត្តអង្គរមានយសឥឡូវនេះនាំមុខទៀតហើយបើនិយាយពីសភនភាពវិញគឺស្អាតអស្ចារ្យតែម្ដងឯសន្តាននេះពណ៌គេហៅថាពណ៌ស៊ីចម្ពូបន្តិចបាទស្លាទុំបន្តិចបាទក្រហមបន្តិចចាំបោកចុះឡើងគឺពណ៌ស៊ីចម្ពូបាទឥឡូវយើងឃើញហើយបាទគឺខ្សែទឹកខាងក្នុងសជ័យបារមីអង្គរយសព្រៃវែងរបស់សម្ដេចកលាហោមឈ្នះដាច់បាទដាច់ហើយទៅលើអធិរាជស្ដេចកនតេជោសែនជ័យរបស់បាទអង្គញាអឹងសៀនិងព្រះគ្រូចៅអធិការវត្តចាទោះបីយ៉ាងណាលោកអង្គញាអឹងសៀជាការស្រឡាញ់ចូលចិត្តគឺនាំទូកមកចូលរួមនៅក្នុងព្រះរាជពិធីនេះច្រើនណាស់ចាហើយក៏អញ្ជើញទៅកន្លែងផ្សេងជាច្រើនលើកស្រានសាផងដែរទូកគូញ៉ាអឹងសៀដែលប្រោទៅនៅខ្សែទឹកខាងក្រៅខ្សែទឹកខាងក្នុងសជ័យបារមីអង្គរមានយសគឺឯកសណ្ឋានពណ៌ក្រហមចុងច្បារពណ៌សចាក់យោងទូកមកយ៉ាងស្វាងយ៉ាងល្អតែម្ដងបាទសម្រាប់ចំណុះទូកហើយខ្សែទឹកខាងក្រៅអធិរាជស្ដេចកនបាទដៃជួសែនជ័យក៏មិនបដោយឲ្យដាច់ពេកដែរកំពុងតែតាមដែររបស់ញ៉ាំសៀនិងបច្ចាធិការវត្តឥឡូវនេះកំពុងតែចាក់យោងឈៀបនឹងឆ្លងនៅកំពន់ទី2ហើយបាទល្បឿនក៏កាន់តែខ្លាំងបាទការដេញនឹងក៏តាមក៏កាន់តែគៀកកិតផងដែរប៉ុន្តែដាច់ប៉ុណ្ណេះហើយគឺមិនងាយស្ដារទេចាមិនងាយស្ដារទេហើយលោកអង្គញាអុកសៀលោកស្រឡាញ់ណាស់បាទចាលោកជាចាស់ទុំម្នាក់ដែលស្រឡាញ់អភិរក្សទូកបាទឥឡូវយើងឃើញហើយបាទសជ័យបារមីអង្គរមានយសរបស់សម្ដេចកលាហោមបាទសខេងក៏បានមកដាច់គូប្រកួតដែរគឺទទួលបានជ័យជំនះបន្តទៀតហើយសម្រាប់ជើងទី2ចារីឯទូគូ134ចាក់ត្រឡោកដែលចូលសែនជ័យបារមីវត្តចាក់ត្រឡោករបងឯកឧត្តមទេសរដ្ឋមន្ត្រីថោងខុនប្រធានគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជានិងឯកឧត្តមហួតហៈចារដ្ឋមន្ត្រីក្រសួងទេសចរឥឡូវនាំមុខមកបែកទឹកសំពង